ប្រាប់ពួកឯងរឿងមួយចាប់ពីថ្ងៃនេះទៅមិនអនុញ្ញាតឲ្យហៅខ្ញុំថាឡុងសាវទៀតទេត្រូវហៅខ្ញុំថាមរងសាវយេមរងសាវយេមិនចឹងមកឯងរៀបការថ្មីមែនអានឹងចេះនិយាយអត់នឹងខ្ញុំប្រាប់ពួកឯងចុះនេះជាឈ្មោះថ្មីខ្ញុំខ្ញុំក៏បានដឹងរឿងមួយទៀតដែរខ្ញុំដឹងថាស៊ូស៊ីវស៊ីវលួចស្រឡាញ់ខ្ញុំមែនឬលេងហ្នឹងការពិតនឹងហើយពួកឯងឃើញទេនាងចេះតែមករករឿងខ្ញុំគឺដើម្បីអីប្រកាសណាស់គឺចង់តាក់ទាញចំណាប់អារម្មណ៍ខ្ញុំហើយម្សិលមិញខ្ញុំទើបតែជួយនាងទៀតពេលនេះនាងច្បាស់ជាវង្វេងនឹងខ្ញុំដល់ខ្លួនមិនរួចទេមរងសាវយេនិយាយត្រូវហើយប៉ុន្តែបងធំខ្ញុំនិយាយថានាងជាប្អូនស្រីបង្កើតបងតើនិយាយផ្ដេសផ្ដាស់អីហ្នឹងយើងទាំងពីរមិនមានចុកសាច់ឈាមអីបន្តិចទេវើយអញ្ចឹងហើយទើបខ្ញុំនឹកឃើញវិធីល្អបំផុតមួយដើម្បីលេងសើចនឹងនាងដើម្បីសងសឹកដែលនាងវ័យខ្ញុំថ្ងៃមុនវិធីអីទៅខ្ញុំសម្រេចចិត្តថានឹងញ៉ែនាងហាធ្វើពុតជាចាប់អារម្មណ៍នាងហើយពេលដែលនាងស្រឡាញ់ខ្ញុំដកចិត្តមិនរួចខ្ញុំនឹងបដិសេធនាងកណ្ដាលចំណោមហ្មងបងឆ្លាតមែនធ្វើឲ្យនាងបាក់មុខកណ្ដាលចំណោមនាងច្បាស់ជាយំស្រាក់មិនខានអ្នកគ្រប់គ្រងវ៉ាបាទលោកប្រុសធំរៀបចំតៃកុងឡានម្នាក់ដោយឡែកសម្រាប់ជូនអ្នកនាងតូចទៅរៀននឹងចេញពីរៀនជារៀងរាល់ថ្ងៃបន្ទាប់ពីនោះរាល់សកម្មភាពរបស់នាងទាំងអស់ត្រូវមករាយការណ៍ប្រាប់ខ្ញុំរាល់ថ្ងៃយកទេចាំទុកមិនឲ្យចន្លោះសំបីតែបន្តិចបាទលោកប្រុសធំសិស្សស៊ីវស៊ីវមិនបានជាសុកចង់បដូរទៅថ្នាក់ជំនាញកីឡាចឹងខ្ញុំចង់ប្រកួតប្រជែងខ្លួនឯងហើយខ្ញុំក៏ចង់ក្លាយជាអ្នកប្រដាល់អាជីពដូចបងប្រុសខ្ញុំដែរល្អមានឆន្ទៈខ្ពស់ប៉ុន្តែពេលនេះបងប្រុសឯងជាអគ្គនាយកឡុងនៃក្រុមហ៊ុនឡុងគ្រប់ទៅហើយពេលនេះឯងក៏ជាកូនស្រីត្រកូលឡុងដែរចាំបាច់ទៅរងទុក្ខនឿយហត់អីទៀតលោកនាយកនេះជាចំណូលចិត្តផ្ទាល់ខ្លួនខ្ញុំមិនពាក់ព័ន្ធនឹងអ្នកផ្សេងទេបើបដូរមិនបានក៏ហីទៅចុះបានត្រូវតែបានបដូរភ្លាមឥឡូវហ្នឹងលោកគ្រូចាងមកល្មមសិស្សស៊ូស៊ីវស៊ីវថ្ងៃនេះនឹងបដូរទៅថ្នាក់លោកគ្រូហើយនាងហ្នឹងស្គមពេកហើយមែនទេថ្នាក់យើងជាថ្នាក់ជំនាញប្រដាល់ដែលខ្លាំងជាងគេទូទាំងប្រទេសណាលោកគ្រូចាងលោកគ្រូទុកចិត្តចុះខ្ញុំអាចធ្វើការប្រឡងតេស្តបានបើសិនជាក្នុងថ្នាក់លោកគ្រូមានអ្នកណាអាចវ័យខ្ញុំដួលបានខ្ញុំនឹងសុំដកខ្លួនចេញដោយស្វ័យប្រវត្តិហាមានចរិតខ្ញុំចូលចិត្តតោះអញ្ចឹងទៅហាត់សាក់មើលលោកនាយកអញ្ចឹងខ្ញុំនាំនាងទៅមើលសិនហើយតោះស៊ីវតែទឹកដោះគោឲ្យឯងផ្អែមខ្លាំងណាស់ខ្ញុំគ្មានពេលមកលេងសើចជាមួយឯងទេមានការអីនិយាយមកឯងមើលមិនដឹងទេអីខ្ញុំចូលចិត្តឯងណាខ្ញុំកំពុងតែញ៉ែងក្បាលឯងត្រូវខ្ញុំវាយតតែឡប់ទេដឹងថ្ងៃមុននោះខ្ញុំជាប្អូនឯងមកញ៉ែខ្ញុំបានហើយឡុងជុននិយាយកាលពីម្សិលមិញហើយតើថាយើងទាំងពីរគ្មានសាច់ឈាមអីនឹងគ្នាទេហើយខ្ញុំក៏បានសម្រេចចិត្តរើចេញមករស់នៅឯក្រីកដែរទៅថ្ងៃមុខខ្ញុំគឺមករងវ័យខ្ញុំដឹងអស់ហើយឯងមិនបាច់ធ្វើពុតទៀតទេធ្វើអីចង់វាយមនុស្សទៀតខ្ញុំជួយឲ្យឯងស្វាងបន្តិចកុំឲ្យព្រឹកព្រលឹមឡើងមកឈួតនៅទីនេះបងវ័យមើលទៅនាងដូចជាមិនសូវចូលចិត្តបងទេឯងដឹងអីនាងនឹងគឺខ្មាស់គេពេកទៅខឹងនឹងណានាងលួចស្រឡាញ់ខ្ញុំត្រូវខ្ញុំនិយាយចំចឹងប្រកាសជាអ៊ីនហើយអាឡូបងអត់អីទេពួកខ្ញុំកំពុងលេងជាមួយប្អូនស្រីតើអត់អីទេបិទសិនហើយឡងជូនទេមកឯងមែនហើយគាត់រកឯងធ្វើអីអត់មាននិយាយអីផងគ្រាន់តែប្រាប់ឲ្យយើងមើលថែឯងឲ្យបានល្អនឹងការពីឯងអីចឹងណានេះនៅចង់ត្រូវដៃទៀតមែនអត់នឹងឯងឆាប់ភ្លក់អានឹងមើលរសជាតិទើបចេញថ្មីណាបងខ្ញុំមានរឿងមួយចង់ពឹងបងឯងមានរឿងអីទៅមួយរយៈដែលបងចេញទៅប្រកួតនឹងស៊ូស៊ីវស៊ីវនៅថ្នាក់ពួកខ្ញុំមិនដឹងលេបថ្នាំខុសអីទេដូចមនុស្សប្រែក្រឡាអញ្ចឹងចូលចិត្តមករកគំនុំជាមួយខ្ញុំហ្មងស៊ូស៊ីវស៊ីវគឺម្នាក់ដែលស្គមតូចនឹងមែនត្រូវហើយគឺវានឹងឯងឥឡូវវាបានចិត្តណាស់វាធ្វើឲ្យខ្ញុំបាក់មុខនៅមុខសិស្សពេញមួយថ្នាក់ហើយថែមទាំងក្រវ៉ាត់ទូរស័ព្ទខ្ញុំចោលទៀតមើលណេតក្តីខ្ញុំនេះក៏វាអ្នកមួលដែរអានឹងមិនទាន់អីទេសំខាន់គឺសម្ដីវាស្ដាប់មិនបានតែម្ដងវាថាអីខ្លះវាថាពួកអ្នកហាត់ក្បាច់គុណសុទ្ធតែពួកខួរក្បាលទេមានតែកម្លាំងបាយគិតតែពីប្រើកម្លាំងបាយដោះស្រាយបញ្ហាគ្មានបានការអីទាំងអស់
ហើយវានិយាយទៀតថាសិស្សពេញមួយថ្នាក់បងឯងសុទ្ធតែមិនមែនជាដៃគូវាទេសុទ្ធតែពួកមន់ខ្សោយវាពិតជានិយាយអញ្ចឹងមែនពិត1000%បើមិនអញ្ចឹងខ្ញុំមករកបងធ្វើអីខ្ញុំខឹងពេកក៏ត្វាជាមួយវាក៏រកវាខ្ញុំទៀតមើលនៃក្តីនេះគឺវាអ្នកមួយនឹងណាបានហើយអញដឹងហើយរឿងនេះចាំអញអ្នកចាត់ការឲ្យឯងមែននឹងបងដឹងតែបងឯងស្រឡាញ់ខ្ញុំជាងគេហ្មងចៃដន្យអីនាងនោះសុំបដូរមកថ្នាក់បងឯងហើយអញ្ចឹងបងឯងជួយមើលថែនាងបន្តិចទៅណាបានគ្មានបញ្ហា